អ្នកណាខ្លះនៅទីនេះដែលចូលចិត្តញ៉ាំផ្អែមហើយតែការញ៉ាំផ្អែមពេកនោះវាប្រឈមនឹងកើតជំងឺអ្វីខ្លះចាជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ថ្ងៃនេះដែរខ្ញុំមានប្រធានបទថ្មីមួយចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបងប្អូននឹងមកយល់ដឹងអំពីគុណវិបត្តិនៃការទទួលទានផ្អែមដែលវាប្រឈមនឹងកើតជំងឺអ្វីខ្លះអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តទទួលទានម្ហូបអាហារឬក៏ភេសជ្ជៈដែលមានរសជាតិផ្អែមហ្នឹងឧទាហរណ៍ដូចជាឆូក្លាតការ៉េមឬក៏ភេសជ្ជៈកំប៉ុងផ្សេងៗទៀតជាច្រើនអាចថាបន្ទាប់ពីពុកម៉ែបងប្អូនទទួលទានហ្នឹងពុកម៉ែបងប្អូនមានអារម្មណ៍ថាសប្បាយរីករាយហើយ happy អីអញ្ចឹងណាប៉ុន្តែតើពុកម៉ែបងប្អូនដឹងអត់ថាវាមានគុណវិបត្តិអ្វីខ្លះដល់សុខភាពរបស់យើងអញ្ចឹងបងប្អូនសម្រាប់ការញ៉ាំផ្អែមឬក៏យើងញ៉ាំជាតិស្ករហ្នឹងនៅក្នុងមួយថ្ងៃហ្នឹងគឺគេអនុញ្ញាតឲ្យយើងញ៉ាំតែ50មីលីក្រាមឬក៏4ស្លាបព្រាបាយប៉ុណ្ណោះហើយបើសិនជាយើងញ៉ាំច្រើនយើងញ៉ាំលើសកម្រិតវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងអញ្ចឹងផលប៉ះពាល់ទី1នោះគឺ obesity ឬក៏ជំងឺធាត់អញ្ចឹងបងប្អូននៅពេលដែលយើងចូលចិត្តទទួលទានផ្អែមភេសជ្ជៈគ្រឿងកំប៉ុងផ្អែមគឺវាធ្វើឲ្យរាងកាយរបស់យើងនឹងងាយនឹងធាត់ដោយសារតែកាឡូរីឬក៏ជាតិស្ករដែលបានចូលទៅក្នុងរាងកាយរបស់យើងហ្នឹងវាច្រើនអញ្ចឹងណាហើយវាធ្វើឲ្យយើងនោះមានចំណង់ឃ្លានចង់តែញ៉ាំរហូតហើយយូរថ្ងៃយូរខែទៅវាធ្វើឲ្យមានខ្លាញ់ជាច្រើននៅក្នុងខ្លួនរបស់យើងអញ្ចឹងណាហើយវាធ្វើឲ្យយើងនឹងប្រឈមនឹងជំងឺធាត់ហើយក្រៅពីនឹងទៀតនៅពេលដែលយើងឧស្សាហ៍ញ៉ាំផ្អែមឬក៏គ្រឿងកំប៉ុងផ្អែមអីហ្នឹងវាធ្វើឲ្យកើតមានឡើងនៅ resistant leptin គឺមានន័យថាខួរក្បាលរបស់យើងហ្នឹងវាអត់សូវ respond ទៅកាន់អរម៉ូនមួយហ្នឹងអញ្ចឹងណាដែលយើងដឹងហើយថា leptin ហ្នឹងគឺជាប្រភេទអរម៉ូនមួយដែលវាមានតួនាទីនៅក្នុងការគ្រប់គ្រងការឆ្អែតឬក៏ការឃ្លានរបស់យើងអញ្ចឹងណានៅខួរក្បាលអញ្ចឹងបើសិនជាអរម៉ូនមួយហ្នឹងវាមានបញ្ហាទោះបីជាយើងបានទទួលទានហើយក៏ដោយប៉ុន្តែខួរក្បាលមួយហ្នឹងវាឲ្យសញ្ញាថាវាឲ្យសញ្ញាទៅកាន់ខួរក្បាលរបស់យើងណាវាថាយើងអត់ទាន់បានញ៉ាំទេអញ្ចឹងយើងចេះតែមានអារម្មណ៍ថាឃ្លានចុងក្រោយយើងមានតែញ៉ាំអញ្ចឹងញ៉ាំរហូតញ៉ាំអត់ឈប់អីអញ្ចឹងណាចាអាហ្នឹងគឺជាមូលហេតុធ្វើឲ្យយើងធាត់ផងដែរជំងឺប្រឈមបន្ទាប់គឺទឹកនោមផ្អែមប្រភេទទី2អាចថាមានមនុស្សជាច្រើនដែលគាត់មិនទាន់បានដឹងថារបបអាហារប្រចាំថ្ងៃហ្នឹងវាពិតជាសំខាន់យ៉ាងណាដល់សុខភាពរបស់យើងហើយបើសិនជាមិនព្រមកែប្រែនៅតែបន្តធ្វើសកម្មភាពហ្នឹងដដែលដូចជាញ៉ាំផ្អែមផឹកភេសជ្ជៈគ្រឿងកំប៉ុងផ្អែមហើយមិនព្រមគ្រប់គ្រងរបបអាហារអញ្ចឹងវានឹងអាចធ្វើឲ្យយើងនឹងប្រឈមកើតនឹងជំងឺទឹកនោមផ្អែមហើយសម្រាប់បច្ចុប្បន្នហ្នឹងមិនថាក្មេងឬក៏មនុស្សចាស់នោះទេគឺប្រឈមនឹងកើតជំងឺមួយហ្នឹងមែនទែនដែលពីមុនមកហ្នឹងយើងធ្លាប់តែបានឮឬក៏បានដឹងថាជំងឺទឹកនោមផ្អែមហ្នឹងភាគច្រើនកើតតែលើមនុស្សចាស់ប៉ុណ្ណោះប៉ុន្តែឥឡូវគឺសម្រាប់ក្មេងក៏អាចកើតបានដែរហើយអ្នកដែលប្រឈមកើតជំងឺទឹកនោមផ្អែមហ្នឹងគឺវាតាក់ទងជាមួយនឹងអ្នកដែលធាត់អ្នកដែលមានជំងឺធាត់ចឹងណាហើយនឹងអ្នកដែលចូលចិត្តញ៉ាំផ្អែមដូចជាភេសជ្ជៈគ្រឿងកំប៉ុងអីហ្នឹងអញ្ចឹងយូរទៅពួកគាត់នឹងប្រឈមកើតជំងឺមួយហ្នឹងអញ្ចឹងបើសិនជាពួកគាត់មិនកែប្រែនៅទម្លាប់ទាំងអស់ហ្នឹងហើយដើម្បីធ្វើម៉េចកុំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី2អញ្ចឹងបងប្អូនគួរតែកាត់បន្ថយការញ៉ាំផ្អែមពេកកាត់បន្ថយការទទួលទានអាហារឬក៏ភេសជ្ជៈផ្អែមហើយត្រូវទទួលទានអាហារបន្លែផ្លែឈើហើយនឹងបើសិនជាយើងធាត់គឺយើងត្រូវសម្រកទម្ងន់ផងដែរទី3ហ្នឹងគឺធ្វើឲ្យយើងហើមពោះអញ្ចឹងអាហារដែលមានកាបូនហីដ្រាតខ្ពស់អាហារដែលមានរសជាតិផ្អែមខ្លាំងឬក៏ភេសជ្ជៈដែលផ្អែមខ្លាំងហ្នឹងឧទាហរណ៍ដូចជា fructose sorbitol lactose ហើយនិង raffinose ហ្នឹងនៅពេលដែលយើងញ៉ាំប្រភេទស្ករទាំង4ហ្នឹងគឺវាធ្វើឲ្យយើងហើមពោះអញ្ចឹងណាដោយសារតែប្រភេទស្ករទាំងអស់ហ្នឹងវាអាចផលិតហ្គាសបានអញ្ចឹងបងប្អូនបើសិនជាយើងញ៉ាំប្រភេទស្ករទាំងអស់ហ្នឹងច្រើនហ្គាសនៅក្នុងខ្លួនរបស់យើងហ្នឹងកើនឡើងដែលជាហេតុឬក៏ជាមូលហេតុធ្វើឲ្យយើងហើមពោះមិនស្រួលនៅក្នុងពោះផោមច្រើនអីអញ្ចឹងណាហើយពិសេសហ្នឹងសម្រាប់អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារខ្សោយទី4ហ្នឹងគឺជំងឺបេះដូងអញ្ចឹងបងប្អូននៅពេលដែលបងប្អូនញ៉ាំអាហារឬក៏ភេសជ្ជៈដែលផ្អែមពេកគឺវានឹងធ្វើឲ្យបងប្អូននឹងប្រឈមនឹងកើតមានបញ្ហាឬក៏ជំងឺសរសៃឈាមដូចជាជំងឺសរសៃឈាមបេះដូងហើយនិងលើសសម្ពាធឈាមជាដើមហើយទី5ហ្នឹងជំងឺលើសសម្ពាធឈាមទី5ហ្នឹងគឺវាតពីទី4មិញហ្នឹងណានៅពេលដែលបងប្អូនទទួលទានអាហារឬក៏ភេសជ្ជៈផ្អែមពេកគឺវាជំរុញឲ្យថ្លើមរបស់យើងនឹងបាត់បង់ជាតិខ្លាញ់នៅក្នុងឈាមអញ្ចឹងណាដែលជាហេតុធ្វើឲ្យឬក៏ជះឥទ្ធិពលទៅដល់សរសៃឈាមរបស់យើងវាធ្វើឲ្យយើងនឹងលើសសម្ពាធឈាមនិយាយទៅពាក់ព័ន្ធនឹងសរសៃឈាមបេះដូងអញ្ចឹងណាបងប្អូននៅពេលណាដែលយើងកើតជំងឺលើសសម្ពាធឈាមក៏វាអាចជះឥទ្ធិពលទៅដល់តម្រងនោមរបស់យើងផងដែរហើយយើងនឹងក៏ប្រឈមនឹងកើតជំងឺគាំងបេះដូងផងដែរបងប្អូនបើសិនជាយើងមិនបានគ្រប់គ្រងបានល្អអញ្ចឹងណា
ទី6ហ្នឹងធ្វើឲ្យយើងកើតមុននៅពេលដែលយើងទទួលទានអាហារឬក៏ភេសជ្ជៈដែលផ្អែមពេកអញ្ចឹងរាងកាយរបស់យើងហ្នឹងនឹងជំរុញឲ្យបញ្ចេញនៅអរម៉ូនអាំងសាលីនដែលធ្វើឲ្យមានផលប៉ះពាល់ដល់ស្បែករបស់យើងអញ្ចឹងណាហើយពិសេសហ្នឹងបើសិនជាបុគ្គលមួយហ្នឹងក៏ចូលចិត្តអេសមុខឬក៏យកដៃមកស្ទាបមុខអីចឹងណាហើយដៃហ្នឹងមានមេរោគមិនបានសម្អាតល្អហើយទីបំផុតហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងកើតមុនបានអញ្ចឹងបងប្អូនវាមានកត្តាជាច្រើនដែលអាចធ្វើឲ្យកើតមុនបានមិនមែនត្រឹមតែការញ៉ាំផ្អែមមួយមុខនោះទេប៉ុន្តែវាអាចមកពីបរិស្ថានជុំវិញឬក៏ការរស់នៅការថែទាំរបស់យើងផងដែរហើយទី7ហ្នឹងគឺធ្វើឲ្យខូចធ្មេញឬក៏ខ្មែរយើងហៅថាតកូវស៊ីធ្មេញអញ្ចឹងណាអញ្ចឹងបងប្អូននៅពេលដែលបងប្អូនទទួលទានផ្អែមពេកហើយអត់បានសម្អាតធ្មេញបានស្អាតត្រឹមត្រូវហ្នឹងគឺធ្វើឲ្យធ្មេញរបស់យើងនឹងខូចបានដូចជាធ្មេញខ្មៅធ្មេញប្រហោងតកូវស៊ីឬក៏ឈឺធ្មេញជាដើមហើយមិនថាក្មេងឬក៏ចាស់ជំទង់អីនោះទេបើសិនជាចូលចិត្តញ៉ាំរបស់ផ្អែមហើយមិនបានសម្អាតបានមិនបានត្រឹមត្រូវឬក៏មិនបានដុសធ្មេញអីត្រឹមត្រូវអញ្ចឹងទីបំផុតយើងអាចឈឺធ្មេញឬក៏ខូចធ្មេញបានអញ្ចឹងបងប្អូនការទទួលទានផ្អែមគឺវាមិនល្អនោះទេដល់សុខភាពរបស់យើងគឺវាធ្វើឲ្យយើងនឹងកើតឬក៏ប្រឈមនូវជំងឺជាច្រើនអញ្ចឹងបងប្អូនគួរតែកាត់បន្ថយខ្លះៗមិនថាម្ហូបអាហារឬក៏ភេសជ្ជៈដូចជាជូកូឡេតឬក៏ការ៉េមអីនោះទេគឺបងប្អូនគួរតែប្រុងប្រយ័ត្ននៅក្នុងការញ៉ាំអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានចំណេះដឹងខ្លះៗអំពីវីដេអូមួយហ្នឹងហើយបើសិនជាពុកម៉ែបងប្អូនគិតថាវីដេអូមួយហ្នឹងល្អកុំភ្លេចធ្វើការ Like Share Subscribe ម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ